បើសិនអ្នកទាំងអស់គ្នាចង់មកនៅកោះបាលីប្រទេសឥណ្ឌូនេស៊ីហើយអត់ចង់មានរឿងរញ៉េរញ៉ៃឈឺក្បាលដូចពេលខ្ញុំមកនៅណាដំបូងណាអ្នកទាំងអស់គ្នាអត់គួរម្លងវីដេអូនេះទេទី1រឿងទូរស័ព្ទដៃទូរស័ព្ទអ្នកទាំងអស់គ្នាទូរស័ព្ទអ្នកទាំងអស់គ្នាបើសិនអ្នកទាំងអស់គ្នាយកមកពីប្រទេសផ្សេងដែលអ្នកទាំងអស់គ្នាអត់ទិញនៅប្រទេសឥណ្ឌូនេស៊ីនេះអ្នកទាំងអស់គ្នាមកនៅណាប្រើអត់កើតទេហើយបានថាប្រើអត់កើតយ៉ាគេមាន SIM tourist ដែរ SIM tourist នៅណាគឺជាធម្មតាគឺគេប្រើបានតែរយៈពេល30ថ្ងៃទេអញ្ចឹងក្នុង SIM tourist មួយគឺប្រើបានតែ30ថ្ងៃហើយតម្លៃវារៀងថ្លៃ SIM មួយតម្លៃចាប់ពី$10ឡើងទៅតាមមេហ្គាបៃតវាតែបើសិនអ្នកទាំងអស់គ្នាមករស់នៅបែប long stay ដូចខ្ញុំនៅនេះចាប់ពី60ថ្ងៃឡើងឧទាហរណ៍ថាចាប់ពី60ថ្ងៃឡើងអ្នកទាំងអស់គ្នាត្រូវតែមានទូរស័ព្ទដៃប្រទេសឥណ្ឌូនេស៊ីមានន័យថាអ្នកទាំងអស់គ្នាត្រូវទិញនៅក្នុងស្រុកឬក៏អ្នកទាំងអស់គ្នាយកទូរស័ព្ទមកពីស្រុកខ្មែរឬក៏មកពីប្រទេសណាអីចឹងអ្នកទាំងអស់គ្នាត្រូវតែបង់ថ្លៃគយនៅប្រទេសឥណ្ឌូនេស៊ីដើម្បីឲ្យគេដោះលេខបាកូដដើម្បីឲ្យអ្នកទាំងអស់គ្នាប្រើលេខទូរស័ព្ទបើសិនជាអ្នកទាំងអស់គ្នាអត់មានបានបងពុនកយឬក៏អីហើយអ្នកទាំងអស់គ្នាមកនៅឆាវឆាវប្រើទូរស័ព្ទឆាវឆាវហ្មងអ្នកទាំងអស់គ្នាប្រើអត់ការទេ SIM គឺវាប្លុកអូតូម៉ាទិកហ្មងទី2រឿងផ្ទះជួលមួយដែរពេលមកនៅណាដំបូងណាអ្វីដែលខ្ញុំគិតគឺវាផ្ទះជួលវាអត់មានខុសដូចពីស្រុកខ្មែរទេគឺផ្ទះជួលយើងចង់ជួលយើងសាញ agreement ជាមួយម្ចាស់ផ្ទះជួលមួយខែអីអញ្ចឹងទៅបង់លុយតាមរាល់ខែមួយខែប្រហែលអីអញ្ចឹងទៅតែនៅប្រទេសឥណ្ឌូនេស៊ីកោះបាលីនេះគឺខុសគ្នាផ្ទះជួលគឺជាធម្មតានៅបាលីណាគេមានផ្ទះជួលជាប្រចាំខែនិងផ្ទះជួលជាឆ្នាំហើយបើសិនជាតម្លៃវិញផ្ទះជួលប្រចាំខែនិងផ្ទះជួលជាឆ្នាំគឺតម្លៃខុសគ្នាហ្មងខុសគ្នាខ្លាំងដូចឲ្យភាគតិចដែលម្ចាស់ផ្ទះគឺជួលផ្ទះជួលជាប្រចាំខែឲ្យអ្នកទាំងអស់គ្នាគឺភាគតិចមែនតើហើយមួយទៀតគឺតំបន់ភូមិសាស្ត្រនៅកោះបាលីនេះបើសិនអ្នកទាំងអស់គ្នារើអត់ត្រូវទេគឺអ្នកទាំងអស់គ្នារស់នៅជាមួយនឹងភាពរញ៉េរញ៉ៃជុំវិញមានដូចជាសម្រាមលូអឺឡូឡាពីអ្នកចិត្តខាងក៏មានអីជាពិសេសពេលខែភ្លៀងម្ដងនិយាយថាទឹកលិចគឺត្រឹមទ្រូងត្រឹមកហ្មងអញ្ចឹងត្រូវហើឲ្យច្បាស់បើអត់ចង់ឲ្យខាតបង់ហើយជាធម្មតាដូចផ្ទះដែលខ្ញុំជួលអញ្ចឹងគឺខ្ញុំជួលនៅណាជាជួលជាឆ្នាំហើយតម្លៃជួលជាឆ្នាំវាធូរជាងដោយការខ្ញុំជួលខ្ញុំត្រូវការបង់មុនទៀតខ្ញុំបង់មួយឆ្នាំពេញមុនណាជួលហ្នឹងមិនបង់ជាប្រចាំខែហើយសាញ agreement ណាគឺបង់ជាមួយឆ្នាំពេញមុនអញ្ចឹងឧទាហរណ៍ថាបើផ្ទះហ្នឹងមួយឆ្នាំគេកាត់ឲ្យអ្នកទាំងអស់គ្នាមួយឆ្នាំពេញហ្នឹងពីដំណាប់ខែ$7,000អញ្ចឹងអ្នកទាំងអស់គ្នាបើចាយជាខែទៅអ្នកទាំងអស់គ្នាតែ500ទេចាយមួយខែតែ500ទេតែបើសិនជាជួលជាខែវិញអ្នកទាំងអស់គ្នាត្រូវគេមានតម្លៃផ្សេងជួលជាខែជាធម្មតាគេកាត់ថ្លៃជាងជួលជាឆ្នាំអញ្ចឹងវាអាចនឹងឡើងលើស$7,000ទៀតអញ្ចឹងរឿងហ្នឹងគឺរញ៉េរញ៉ៃមែនតែនហើយអឺអ្វីដែលពិបាកទុកចិត្តជាងគេពេលយើងមកនៅដំបូងវារៀង stress ច្រើនពិបាកជាងគេគឺយើងអត់ចេះភាសាការសាញ agreement ការសាញអីជាមួយនឹងម្ចាស់ផ្ទះឬក៏អ្វីផ្សេងគិតលុយអីផ្សេងមុននឹងឲ្យគេហ្នឹងសច្ចាឲ្យអ្នកទាំងអស់គ្នាមានមេធាវីអត់មានមេធាវីក៏អាចប្រើ agency ដើម្បីឲ្យគេជួយអីដែរអញ្ចឹងណាព្រោះដោយសារអីអត់ចង់ឲ្យអ្នកទាំងអស់គ្នាខាតបង់ច្រើនទេមិនអញ្ចឹងទេគឺខាតបង់ធ្ងន់ធ្ងរហ្មងហើយមួយទៀតហ្នឹងគឺទី3ចំណុចទី3ហ្នឹងគឺខ្ញុំលើកនិយាយតាក់ទងជាមួយនឹងវីសានៅប្រទេសឥណ្ឌូនេស៊ីនេះគឺមានលក្ខណៈវីសាច្រើនបែបអញ្ចឹងអ្នកទាំងអស់គ្នាអាចចូលមើលទៅក្នុង website បានហើយអ្នកទាំងអស់គ្នាក៏អាច apply វីសាតាមអនឡាញបានដែរតែសម្រាប់ខ្ញុំពេលដែលខ្ញុំមកគឺខ្ញុំប្រើវីសាគិតតាហើយវីសាដែលខ្ញុំអាចរស់នៅប្រទេសឥណ្ឌូនេស៊ីនេះបានគឺដោយសារគ្រួសារខ្ញុំគាត់ធ្វើការនៅប្រទេសឥណ្ឌូនេស៊ីអញ្ចឹងខ្ញុំប្រើវីសាគិតតា sponsor by spouse អីអញ្ចឹងទៅហើយការធ្វើការងារនៅប្រទេសឥណ្ឌូនេស៊ីបានវីសាទាំងអស់ហ្នឹងគឺលក្ខណៈថាត្រូវមាន sponsor by company ឬក៏មានអីអញ្ចឹងដើម្បី long term stay នៅណាបានមាននិយាយទៅលក្ខណៈថា complicate មែនតើវាមានភាពរញ៉េរញ៉ៃអញ្ចឹងអ្នកទាំងអស់គ្នាអាចចូលទៅមើលនៅក្នុងwebsite របស់ក្រសួងរបស់ឥណ្ឌូនេស៊ីបានអញ្ចឹងនៅក្នុងនោះវាមានលក្ខខណ្ឌរបស់វាអីអញ្ចឹងទៅបើសិនអ្នកទាំងអស់គ្នាចង់នៅណាលើសពី1ឆ្នាំ
អ្នកទាំងអស់គ្នាគួរឆែកមើលមុនអ្នកទាំងអស់គ្នាគួរតែមានវីសាមុនមកលេងប្រទេសឥណ្ឌូនេស៊ីមកនៅណាអញ្ចឹងទៅហើយរាល់ការទិញអ្វីៗផ្សេងៗដូចជាជួលផ្ទះទូរស័ព្ទទិញស៊ីមកាតឬក៏អីអ្នកទាំងអស់គ្នាដឹងតែគេសួររកវីសាហ្នឹងមកហើយមួយវិញទៀតគឺការទិញសំបុត្រឬក៏ទិញអីពេលដែលយើងទៅដើរលេងនៅណាក៏គេសួរដែរហើយតម្លៃផ្សេងគឺខុសគ្នាទៅតាមអ្នកដែលមានវីសានិងអ្នកអត់មានវីសាគេតាស់រស់នៅណាអញ្ចឹងណាវាតម្លៃវាខុសគ្នាអញ្ចឹងបើសិនអ្នកទាំងអស់គ្នាចង់មកនៅប្រទេសឥណ្ឌូនេស៊ីនេះកោះបាលីនេះអ្នកទាំងអស់គ្នាគួរតែសិក្សានិងឆែកមើលថានៅច្បាប់នៅប្រទេសឥណ្ឌូនេស៊ីមានអីខ្លះអ្វីដែលយើងគួរធ្វើអ្វីដែលយើងមិនគួរធ្វើអញ្ចឹងពេលយើងមកដល់ណាយើងអត់មានបញ្ហាអីទេអត់ចង់ឲ្យមានភាពអញ្ញែញ៉ៃគួរឆែកមើល website ហ្នឹងឲ្យច្បាស់ណាអូខេបើចង់ដឹងអីទៀតពីប្រទេសឥណ្ឌូនេស៊ីកោះបាលីនេះអ្នកទាំងអស់គ្នាអាចចូលឆាតឬក៏ comment សួរខ្ញុំបានអូខេបាយបាយ